ជំរាបសួរបងប្អូនឥឡូវវិធីដុតមន់របស់ខ្ញុំចាប់ដើមទៀតហើយណាបងប្អូនណាមុននឹងខ្ញុំយកទៅដុតជាមួយទឹកដូងខ្ញុំប្រឡាក់ខ្សែសំគ្រឿងរបស់វាឲ្យវាមានចូលជាតិនៅក្នុងសិនណាបងប្អូនដុតជាមួយនឹងដូងក្រអូបរបស់យើងបងប្អូនអូយមន់របស់យើងសាច់ឡើងផ្អែមហើយឈ្ងុយឆ្ងាញ់ហើយបុកប្រឡាក់ជាមួយនឹងអំបិលម្ទេសស្លឹកក្រូចយើងហើយកលចក្រីយើងបងប្អូនអូយរត់ឌីប្រេងខ្យងអីបន្តិចខ្សែសំគ្រឿងតាមគូសំនឹងទៅបងប្អូនអូយដុតហើយរសជាតិវាឡើងឆ្ងាញ់ហើយខ្ញុំដុតមន់ខ្ញុំដុតឲ្យឈ្ងួតទឹកបែបហ្នឹងណាបងប្អូនណារីងឲ្យអស់ឲ្យឈ្ងួតទឹកដូងហ្នឹងបានមន់របស់យើងវាមានរសជាតិសាច់ផ្អែមព្រោះទឹកដូងហ្នឹងវាជ្រាបចូលជាមួយនឹងសាច់មន់យើងអញ្ចឹងណាបងប្អូនហើយខ្ញុំដុតមន់ថ្ងៃនេះអត់បានក្រហមទេបងប្អូនអើយតែមន់ហ្នឹងសាច់ឡើងលឿងបងប្អូនណាមន់ស្រែយើងទេណាបងប្អូនសាច់ផ្អែមឆ្ងាញ់ណាមួយហ្នឹង1គីឡូ3ខាំបងប្អូន1គីឡូ2ខាំទេច្រឡំបងប្អូនឥឡូវមន់របស់យើងដុតឆ្អិនហើយណាបងប្អូនណារីឯសាច់ដូងក្រអូបហ្នឹងក៏ខ្ញុំខ្វេះកាយវាដុតចូលជាមួយនឹងសាច់មន់ដែរបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមយ៉ាងយកទៅហូបហើយណាចាតម្រាំទៅដុតមន់ឆ្អិនយកម៉ាត់បងប្អូនអើយហើយធ្វើតាំងពីថ្ងៃឥឡូវដល់វគ្គរបស់ខ្ញុំហូបហើយណាបងប្អូនដុតមន់ហត់ដែរឥឡូវចាប់ផ្ដើមហែកកាភ្លៅមុនគេហើយចំណែកឯថ្ងៃនេះបងប្អូនទឹកជ្រលក់របស់យើងមានច្រើនណាស់មានបុកកតុយហេះមួយហើយនឹងកសាំងប្រចាំប្រហុកមួយហើយនឹងទឹកត្រីកោះកុងហើយបងប្អូនខ្ញុំប្រាប់ទឹកជ្រលក់3ហ្នឹងណាបងប្អូនផ្សំជាមួយមាន់ហ្នឹងណាគឺទឹកប្រហុកប្រច្រាំជាមួយនឹងកសាំងជ្រលក់ចូលជាតិហើយឆ្ងាញ់ជាងទឹកត្រីកោះកុងឆ្ងាញ់ជាងបុកកតុយហើយបងប្អូនណាទឹកជ្រលក់3ហ្នឹងគឺ3ហ្នឹងបុកកសាំងឆ្ងាញ់ជាងគេបើអស់ហើយបងប្អូនមើលសុំហែកកាភ្លៅមួយហើយកោឆាយកាភ្លៅមួយហើយព្រោះអីដុតយូរចង់1ម៉ោងដែរបងប្អូនអើយតម្រាំតែរីងទឹកដូងហើយនឹងឈ្ងួតឲ្យវារោងជាតិឆ្ងាញ់បើមិនជាយើងដុតមិនឈ្ងួតទេវាអត់មានរសជាតិឆ្ងាញ់ទេណាបងប្អូនណាអូមើលម៉ត់របស់ខ្ញុំខំគ្រប់អូឆ្ងាញ់ហើយត្រូវក្តៅបងប្អូនឡើយនឹងក្តៅឯណាហើយមកផ្សែងហុយអត់ឡងជប់ក្តៅអូយផ្សែងក្តៅចង់ឲ្យលាក់មាត់ដែរហ្នឹងប៉ុន្តែអាភាពឆ្ងាញ់ហ្នឹងវាបាត់អាការក្តៅហ្នឹងអស់ហើយលីងឥឡូវដល់មកខ្ញុំដាក់កសាំងម្ដងហើយបុកកសាំងម្ដងហើយបងប្អូនឆ្ងាញ់ណាស់អា3រសជាតិហ្នឹង3មុខហ្នឹងអាកសាំងហ្នឹងឆ្ងាញ់ជាងគេបើអស់អាហ្នឹងខ្ញុំនិយាយម្ដងទៀតចុះខ្ញុំនិយាយអាមុននោះហើយបាត់ហើយឥឡូវនិយាយម្ដងទៀតដុតមន់អញ្ចឹងហ៎បងប្អូនបើបានដុត5 6អីមន់ស្រែអញ្ចឹងសាច់លឿងល្មៀតអញ្ចឹងហើយបានដើរលេងជាមួយបងប្អូនជួបជុំគ្នាអីមាន5 3 4គ្រួសារហើយមានតិចរួមបញ្ចូលនៅក្នុងហ្នឹងហើយបងប្អូនយើងជុំគ្នាទាំងអស់អីបងប្អូនអូយខ្ញុំសម័យអស់ហើយដឹងជាឆ្ងាញ់យ៉ាងណាទេមន់តែ4 5អញ្ចឹងទៅណាបងប្អូនហើយមានបាយសនំខ្ចប់ស្លឹកចេកស្លឹកអីទៅហើយមានមន់ដុតដាក់ធុងតកកមួយដុតឡងទឹកដូងយើងក៏អូបដូងក៏អូបយើងអញ្ចឹងហើយអូយអាមន់ហ្នឹងវាផ្អែមហើយត្រូវអាមន់ស្រែហ្នឹងសាច់លឿងដូចល្មៀតទៀតបងប្អូនអើយសាក់សម័យលោមើលហើយប៉ះអាមេឃភ្លៀងតិចអីថែមតទៀតមានផ្សែងហុយជប់ពីសាច់មន់ទៀតអូឆ្ងាញ់កប់សេរីរីហើយមើលមាត់របស់ខ្ញុំឯអាផ្សែងមន់ហ្នឹងវាហុយជប់ហ៎បងប្អូនក្តៅមិនមែនក្តៅលេងទេណាបងប្អូនហើយមិនតាន់ទេបងប្អូន